សួស្តីអ្នកទាំងអស់គ្នាយើងលើល្បីកន្លែងចំការស្បៃរឿងនៅខាងក្រោមក៏ស្ពានគិសនាយូរហើយឥឡូវយើងទៅមកទេមកដល់ហើយឥឡូវយើងចោះឈាមទន្លេខេត្តកំពង់ចាមនិងក្រោមស្ពានគិសនានេះអញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីចំការស្បៃរឿងនៅខាងក្រោមស្ពានគិសនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទអ្នកទស្សនាគេមកលេងកម្សាន្តមានទាំងថត selfie យកទស្សនវិជ្ជាការស្បៃរឿងជា background ផងដែរមានអ្នកមកលេងច្រើនពេលយើងបែរខ្នងមកខាងទន្លេហ្នឹងគឺនៅពីខាងក្នុងយើងតែបើយើងបែរខ្នងមកខាងទន្លេវិញអាគារខ្ពស់នៅពីខាងក្រោយក្នុងយើងវិញហើយក៏មានការស្បៃរឿងនៅជាប់នឹងផ្លូវដូចជាចូលផ្លូវកណ្ដាលដើម្បីឲ្យយើងដើរទៅគយគន់មើលការស្វែងរកដូចជាគយគន់មើលសកម្មភាពអ្នកដែលគាត់មកលេងកម្សាន្តថត selfie ដិតជាទេសភាពទស្សនវិជ្ជានៅចំការស្បៃរឿងនឹងផងដែរទស្សនានៅទីនេះអរគុណបងផងព្រោះដោយសារតែបងបានមើលថែសួនផ្កាចំការផ្កាស្បៃរឿងនៅមាត់ទន្លេខេត្តកំពង់ចាមនៅជាប់នឹងច្រាំងទន្លេផងដែរបងមានឈ្មោះអីដែរសុភាពអញ្ចឹងបងក្រុមការងារខាងរដ្ឋបាលខេត្តកំពង់ចាមមែនបាទអរគុណច្រើនបងពេលយើងដើរទៅតាមមាត់ទន្លេពីកោះស្ពានចាក់ទៅកំពង់ខែកប៉ាល់ដែលចូលចតនៅទីខេត្តកំពង់ចាមហើយនៅខាងឆ្វេងសិនតែអ្នកមកលេងកម្សាន្តហើយក៏ដាក់ជារូបភាពជាវីដេអូដើម្បីយកផុសជា story ចែកជូនមិត្តអ្នកដែលនៅឆ្ងាយទស្សនាកម្សាន្តនេះចឹងទៅហើយនៅក្នុងអាកាសវេលាស្មើនេះខ្យល់អាកាសគឺត្រជាក់ល្អពិតមកជឿមើលទៅសាក់ខ្ញុំក៏ដឹងតែចាំមើលទៅសាក់ខ្ញុំទៅក៏ដឹងប៉ាំងខ្យល់អាកាសល្អសុំសួរបន្តិចមកពីខាងណាដែរមកពីខាងណាដែរនៅហ៊ាននៅណាប៉ុន្តែមកពីខេត្តណានៅខេត្តកំពង់ចាមហ្មងនៅស្រុកអីដែរស្រុកស្ទឹងត្រង់អូអញ្ចឹងខ្ញុំផុសទីរួមស្រុកស្ទឹងត្រង់ថ្មីអរគុណច្រើនកន្លែងកម្មយតាឥឡូវបងកំពុងតែរៀបចំដើម្បីឲ្យងាយស្រួលក្នុងការជាហ៊ានជើងចុះនិងជាហ៊ានជើងឡើងដាក់បន្ថែម3កម្មបង3កម្មក៏មើលទៅដូចហឹងនៅខ្ពស់តែវាល្អជាងពេលយើងអត់ទាន់ដាក់អញ្ចឹងការបង្ហាញពីសកម្មភាពនៃការរៀបចតាបន្ថែមនេះប៉ុណ្ណឹងយើងបន្តសកម្មភាពនៃការទស្សនាពីការស្បៃរឿងជាបន្តទៀតសួរអ្នកទាំង3នាក់មកមើលការស្បៃរឿងឯងមកញ៉ាំពោតមកដល់ពេលញ៉ាំពោតធំមកទៅធៀបអញ្ចឹងអត់ដែរចាចាប់គេថតដល់ហ៊ានដើរទៅងើយទៅឥឡូវចូលកាមេរ៉ាអីមិនចាំខ្លាចទេចូលហ្មង អ
នេះដល់ពេលយើងបញ្ចប់វីដេអូហើយដោយសារតែមេកូលងឹតដែរហើយតែយើងក៏ថតបានច្រើនដែរអញ្ចឹងវីដេអូសូមថតខាងក្រោយព្រោះដោយសារតែមេឃរៀងអន់ពលឺអញ្ចឹងកាមេរ៉ាខាងមុខចាប់អត់បានល្អទេអញ្ចឹងអរគុណជំរាបលា